សម្រាប់សួរលោកអ្នកបងប្អូនចាស់ជាថ្មីក៏ដូចជាកូនសិស្សដែលតាមដានជាមួយនឹងមេរៀនស្រឡាញ់ជាមួយនឹងមេរៀនគីតាបាសប្តាហ៍មុនខ្ញុំណែនាំលោកអ្នកបងប្អូនឲ្យស្គាល់ទៅលើនឹងAqua Major ដែលស្ថិតនៅក្នុងតុងដូអញ្ចឹងពេលកន្លែងយើងនិយាយទៅលើ Aqua Major និងតុងដូយើងមាន Aqua ដូចជា Aqua Do Aqua Pa Aqua Sol ដល់លោកអ្នកបងបាទពីព្រោះដោយសារ Aqua Do Aqua Pa Aqua Sol ហ្នឹងគឺជា Aqua Major នៅក្នុងតុងដូ Major បាទថ្ងៃនេះខ្ញុំមានអ្វីប្លែកសម្រាប់ចែកចាយលោកអ្នកបងប្អូនបន្តទៀតគឺចង់បង្ហាញទៅលើនឹង minor ម្ដងពេលកន្លែងយើងនិយាយទៅលើ minor បែរជាលោកអ្នកបងប្អូនអាចដឹងថាតើវាតុងអ្វីហើយ Aqua អ្វីដែលស្ថិតនៅក្នុង minor នោះខ្ញុំសូមលើកចំណុចទៅលើតុង La minor ហើយជាមួយនៅក្នុងតុង La minor នោះយើងមាន Aqua ដែលយើងត្រូវប្រើដូចជាមាន La minor ដូចជាមាន Re minor Mi minor បាទដូចជា C minor Sol major លោកអ្នកបងប្អូនខ្លះគាត់អាចគិតថាគេគិតទៅលើទម្រង់ Aqua គេហៅថាបែប family chord ឬក៏លោកអ្នកបងប្អូនខ្លះគិតថាតុង Do major ហើយនិង La minor ហ្នឹងគឺតុងដូចគ្នាទៀតបាទគាត់គិតទៅដល់តុងដូចគ្នាទៀតដែលគាត់ឃើញថា Aqua វាមានដូចគ្នាណា Aqua វាមានដូចគ្នាខ្ញុំចង់បញ្ជាក់លោកអ្នកបងប្អូនកន្លែងនេះបន្តិចគឺបើយើងនិយាយទៅលើតុង Do major ហើយនិងតុង La minor La minor ធម្មតាយើងប្រើភាសាពាក្យធម្មតាមានន័យថាវា natural អង់គ្លេសហៅថា natural យើងហៅថាធម្មជាតិបាទយើងស្អាតបែបធម្មជាតិដែលឧទាហរណ៍ថាយើងអត់ប្រើម្សៅអត់ប្រើការកែសម្ផស្សអីចឹងណាប្រសិនបើយើងគិតទៅលើចំណុច La minor ធម្មតាលោកអ្នកបងប្អូននឹងឃើញ Aqua ដូចគ្នានឹង Do major ប៉ុន្តែប្រសិនបើយើងបែងចែកតុងពីរនឹងឲ្យច្បាស់គឺអត់ដូចគ្នាទេពីព្រោះក្នុងតុង Do major វាមានចំណុច Aqua ពិសេសរបស់វាដែលបញ្ជាក់ថាវាជាតុង Do major ប្រសិនបើវាជាតុង La minor ធម្មតាឬក៏ឈានទៅដល់ La minor harmonic La minor melodic ទៀតអញ្ចឹងវាមានចំណុច Aqua ពិសេសរបស់វាដើម្បីបញ្ជាក់ថាអាហ្នឹង La minor harmonic ឬក៏ La minor ធម្មតាឬក៏ melodic អញ្ចឹងនៅក្នុងទម្រង់ minor វាចែកចេញជា3ទៀតវាមានធម្មតាមានអត់ហិលគេហៅថាធម្មតាណារួចការឧទាហរណ៍រសជាតិសាច់ជ្រូកហើយបើនិយាយពីមីវិញណារសជាតិបែបយើងហៅថាបែបមានជាតិហិលបាទហ្នឹងហើយយើងហិលម្ទេសរសជាតិមួយទៀតថាបែបលក្ខណៈបែបផ្សេងហ្នឹងគេហៅថារសជាតិលោកអ្នកបងប្អូនប៉ុន្តែបើមីវានៅតែមកដុំដដែលទេបងប្អូនឃើញធ្លាប់យើងទិញមីមកញ៉ាំឃើញមីនៅតែមកដុំដដែលទេប៉ុន្តែរសជាតិដោយសារគ្រឿងបាទវាធ្វើឲ្យហិលវាធ្វើឲ្យមានជាតិ cheese មានជាតិអីចឹងទៅលក្ខណៈអញ្ចឹងបើសិនបើយើងនិយាយទៅលើ La minor ធម្មតាវាអត់មានអីទេវាធម្មតាវាហៅថាសាច់ជ្រូកច្រាំបើយើងនិយាយពីបែបរសជាតិបែបទាអាហ្នឹងវារសជាតិចេញមកវាខុសពីសាច់ជ្រូកទៅបាទហ្នឹងយើងចង់ប្រៀបធៀបអញ្ចឹងលោកអ្នកបងប្អូនអញ្ចឹងប្រសិនបើយើងនិយាយទៅលើថ្ងៃនេះខ្ញុំសូមណែនាំលោកអ្នកបងប្អូនស្គាល់ទៅលើ scala តើវាខុសពី Do យ៉ាងម៉េចបើសិនបើយើងនិយាយអំពី La minor យើងរំលឹកពី Do ទីសិនបើសិនបើយើងនិយាយអំពី scale Do គឺយើងចេញពីសំឡេង Do Re Mi Fa Sol La Si Do បាទអានេះគឺយើងនិយាយពី scale Do ហើយAquaដែលយើងប្រើនៅក្នុងទម្រង់តុង Do គឺមាន Do Aqua Fa Aqua Sol Do បាទនេះគឺ Aqua ដែលស្ថិតនៅក្នុងតុង Do ប៉ុន្តែថ្ងៃនេះខ្ញុំសូមណែនាំលោកអ្នកបងប្អូនឲ្យស្គាល់ទៅលើ La minor ធម្មតាពេលណាយើងនិយាយ La minor ធម្មតាគឺយើងចេញពីសំឡេង La Si Do Re Mi Fa Sol La វាអត់មានអីទេ La minor ធម្មតាបាទបើសិនបើយើងនិយាយពី Aqua គឺយើងមាន La minor Re minor C minor ok
cho đoចំណុច C minor នេះលោកអ្នកបងប្អូនឆ្លងចំអាក C minor គេមាន pha ទេឃើញទេ C re pha នេះ C re pha នេះបាទពេលនេះជាទម្រង់អាក C minor ណាយើងមិនអាចចុច C re pha បានទេបាទហើយតមក Mi minor បាទអញ្ចឹងមាន La Do Mi Re La Do Mi Re Si Fa Mi Sol Si បាទអាក4ដែលស្ថិតនៅក្នុងទម្រង់អាតុង La minor ធម្មតាមាន La Do Mi អាក La minor Re Fa La អាក Re minor Si Re Fa អាក Si Re Fa យ៉ាដល់ពេល Mi minor បាទពីព្រោះនៅក្នុងប្រសិនបើក្នុងតុង La minor យើងប៉ះចំអាក C យើងមិនអាចចុចអាក C D1បានទេបើសិនលោកអ្នកបងប្អូនតែចុចបើខ្ញុំលេង CD 1បាទបើយើងលេង CD 1បានប៉ុន្តែគាត់ថាតម្រង់លក្ខណៈភាគច្រើនគឺយើងប្រើ C minor ជំនួសវិញបាទឬក៏ពេលខ្លះលោកអ្នកបងប្អូនក៏ប្រើ CD 1ចឹងទៅឬក៏តុងដូ master ក៏មាន CD 1ដូចគ្នាដែរបាទហៅថា CD 1A ណាតែបើយើងប្រើ C minor វាតម្រង់អាករបស់យើងវា support ជាងមានថាវាអត់ស្ដាប់ទៅវាអត់កញ្ឆុងកញ្ចាំងឬក៏ភាសាខ្មែរហៅថាក្រគ្រៀតបាទអញ្ចឹងបើសិនបើយើងទៅជាមួយចង្វាក់ខ្ញុំសុំសារ៉េច្បាប់មួយអូខេយ៉ាដូចអញ្ចឹងយើងដើរមកនៅក្នុងទម្រង់តុង La minor ធម្មតាដូចខ្ញុំបានបង្ហាញដល់បងប្អូនអញ្ចឹងយើងមាន La minor Re minor C minor similar minor yeah អញ្ចឹងលោកអ្នកបងប្អូនយល់ឡាអូនៅក្នុងតុង La minor ធម្មតាយើងមានដូចជា La minor Re minor C minor Mi minor
បើសិនបើយើងលេងតង់ដូម៉ាហ្សឺយើងមានដូមានហ្វាយើងមានសល់យើងមានដូអញ្ចឹងអាក3ហ្នឹងសំខាន់ជាងគេដែលបញ្ជាក់ថាបទហ្នឹងគឺលេងតង់ដូតង់ឡាមីន័រពីព្រោះតង់នីមួយវាមានអាសំខាន់ដែលយើងត្រូវតែមានន័យថាយើងហៅថា primary chord របស់វាហ្នឹង primary chord អាចម្បងហ្នឹងដែលយើងត្រូវតែមាននៅក្នុងតង់ហ្នឹងបើសិនបើយើងអត់មានអា3ហ្នឹងជាមូលដ្ឋានធំយើងសួរថាតើបទហ្នឹងតង់អ្វីហើយប្រកបដើម្បីនឹងភាពងាយស្រួលក្នុងការលេងបើយើងប្រាប់ថាតង់ដូបើយើងនិយាយតង់ដូមានអាដូអាអីមានអាមីមានអាប៉ាអាច្រើនយើងហៅថាយក family យកមកប្រើវាច្រើនពេកបាទតែបើយើងដឹងថាអូខេអាដែលយើងចាំបាច់ណាត្រូវតែមានដែលមិនអាចខ្វះបានណាគឺ3អាហ្នឹងបាទតែប៉ុណ្្នឹងទេហើយបើសិនបើយើងដើរតម្រង់ជាលក្ខណៈយើងលេងជា style យើងលេងជាអីក៏បានដែរលោកអ្នកបងប្អូនបើសិនបើយើងលេងជាចង្វាក់ប៊ូសាណាបាទបើសិនបើយើងលេងបាទminor re C minor mi minor ok mà nhớ vô trong lòng mình đi chụp ảnh chụp đó sân bây giờ làm mình nữa và 1 2 3 ចឹងលោកអ្នកបងប្អូនតន់ឲ្យរបៀបក្នុងការយើងលេងជាទម្រង់ scale La minor ខ្ញុំមិនណែនាំលោកអ្នកបងប្អូនឲ្យស្គាល់ទៅលើ harmonic melody ភ្លាមៗទេពីព្រោះចង់ឲ្យលោកអ្នកបងប្អូនយល់ទៅលើបែបមួយចំណុចទៅលើមួយចំណុចសិនហើយតមកវិញយើងលេងទៅលើទម្រង់អាកវិញមានអាកអីណាតើយើងប្រើអាកអីដែលថាយើងអាចថាទម្រង់លក្ខណៈគេហៅថាបែប primary chord អញ្ចឹងបន្ទាប់ពីមេរៀនមុនយើងនិយាយអំពីតង់ដូម៉ាហ្សឺខ្ញុំបានបង្ហាញទៅលើរបៀបដើរក្នុងទម្រង់អាកដូម៉ាហ្សឺបាទហើយលើថ្ងៃនេះខ្ញុំណែនាំដល់បងប្អូនឲ្យស្គាល់ទៅលើទម្រង់ La minor scale La minor ហើយនិងទម្រង់អាក La minor ដូចគ្នាដែរដែលស្ថិតនៅក្នុងទម្រង់តង់ La minor អញ្ចឹងខ្ញុំសង្ឃឹមថាមេរៀននេះមិនច្រើនហើយក៏មិនខ្លីប៉ុន្តែជាចំណុចបន្ថែមដែលលោកអ្នកបងប្អូនយល់ពីរបៀបនៃការលេងអាកបច្ចេកទេសនៅក្នុងតង់បាទថ្ងៃនេះ La minor ហើយដែលយើងប្រើនៅក្នុងប្រភេទចង្វាក់ជា rhythm score ហើយយើងដើរជា bossa nova ដើរជា R&B ឬក៏ចរិតបែបការ
rock ឯហ្នឹងគឺយើងដើរជាទម្រង់បែបយ៉ាងម៉េចអាហ្នឹងវាជា style បន្តិចតួចបន្ថែមដល់បងប្អូនអញ្ចឹងសម្រាប់ខ្ញុំគ្រូមហារិទ្ធបាទសូមអរគុណសម្រាប់អ្នកបងប្អូនបានតាមដានជាមួយនឹងមេរៀនជារៀងរាល់សប្តាហ៍សម្រាប់ថ្នាក់ guitar bass ផងដែរដល់ពេលនេះខ្ញុំសូមអរគុណសូមជម្រាបលា